ឆ្នាំនេះយើងផ្អាកចូលឆ្នាំដោយសារកូវីដកំពុងរាតត្បាតឥឡូវដល់ពេលរដ្ឋាភិបាលត្រូវសងហើយថ្ងៃទី17ដល់ថ្ងៃទី21ខែសីហាយើងឈប់ពីថ្ងៃច័ន្ទអង្គារពុធពហុសុក្រដល់ថ្ងៃសៅរ៍សម្រាប់អាទិត្យសម្រាប់អាហ្នឹងវាមិន7ថ្ងៃចុះមុនមកដល់ថ្ងៃច័ន្ទវាមិនសៅរ៍អាទិត្យដែរអញ្ចឹងវា9ថ្ងៃល្មមមកដើរលេងពេញស្រុកម៉ែថ្ងៃឈប់សម្រាករយៈពេលវែងជាកញ្ចក់ឆ្លុះបញ្ចាំងពីសេចក្តីសុខរបស់ខ្មែរក្នុងសម័យដែកជោសែនការឈប់សម្រាករយៈពេលវែងដើម្បីសងពិធីបុណ្យចូលឆ្នាំខ្មែរគឺជាពេលវេលាដ៏សប្បាយរីករាយមួយរបស់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីក្តីសប្បាយរីករាយនេះបានស្ដែងឡើងតាមរយៈទឹកមុខញញឹមស្រស់ស្រាយសប្បាយអើងកងពេលជួបជុំគ្រួសារមិត្តភ័ក្តិដោយអ្នកខ្លះធ្វើដំណើរកម្សាន្តតាមបណ្ដាខេត្តអ្នកខ្លះជួបជុំក្រុមគ្រួសារពិសាអាហាររួមគ្នានៅឯផ្ទះកំដរដោយតន្ត្រីនិងចម្រៀងខារ៉ាអូខេយ៉ាងសប្បាយរីករាយតាមរយៈការជួបផ្ទាល់ភ្នែកនិងតាមរយៈបណ្ដាញសង្គម Facebook គេពិតជាបានឃើញយ៉ាងច្បាស់អំពីក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរក្នុងរយៈពេល9ថ្ងៃនៃការឈប់សម្រាករាប់ទាំងថ្ងៃសៅរ៍អាទិត្យផងអ្នកខ្លះទៅកម្សាន្តនៅតំបន់ភ្នំអ្នកខ្លះទៅមាត់សមុទ្រអ្នកខ្លះទៅមើលទេសភាពស្រុកស្រែដ៏ស្រស់បំព្រងរីឯអ្នកខ្លះទៀតធ្វើដំណើរជុំវិញប្រទេសតែម្ដងតាមរយៈប្រព័ន្ធគមនាគមន៍ផ្លូវថ្នល់ស្ពានយ៉ាងល្អស្អាតរលោងស្រិលអមដោយទេសភាពព្រៃព្រឹក្សាវាលស្រែខៀវស្រងាត់យ៉ាងស្រស់បំព្រងដែលគួរឲ្យត្រជាក់ភ្នែកនិងត្រជាក់ចិត្តក្រៃលែងក្នុងអំឡុងពេលឈប់សម្រាកនេះដែរអ្នកខ្លះបានធ្វើដំណើររាប់ពាន់គីឡូម៉ែត្រដោយមិនដឹងខ្លួនពីព្រោះតែផ្លូវគមនាគមន៍និងស្ពានថ្មីនិងល្អស្អាតកើតមានគ្រប់ទិសទីចងភ្ជាប់ពីខេត្តមួយទៅខេត្តមួយទៀតប្រទាក់ក្រឡាគ្នាដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរបានយ៉ាងឆាប់រហ័សបំផុតគេពិតជាអាចនិយាយបានថាអំណោយផលនៃការធ្វើដំណើរយ៉ាងងាយស្រួលនិងដោយគ្មានឧបសគ្គពេញផ្ទៃប្រទេសបែបនេះពិតជាមិនធ្លាប់កើតមានឡើយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាប៉ុន្តែវាពិតជាបានកើតមានយ៉ាងជាក់ស្ដែងពិតប្រាកដមែនក្នុងសម័យដែកជោសែនស្ថានភាពដ៏អំណោយផលមិនធ្លាប់មាននេះអាចកើតឡើងបានអាស្រ័យដោយមានកត្តាសត្យានុម័តគូផ្សំគ្នាយ៉ាងច្រើនទី1គឺកត្តាសុខសន្តិភាពសន្តិភាពពេញផ្ទៃប្រទេសដែលផ្ដួចផ្ដើមគំនិតនឹងកើតមានឡើងក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែនគឺជាអំណោយផលយ៉ាងខ្លាំងដល់ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យជាពិសេសគឺវិស័យសេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍និងវិស័យទេសចរណ៍ជាដើមគឺសន្តិភាពនេះហើយដែលជាវត្ថុដ៏មានតម្លៃបំផុតសម្រាប់កម្ពុជាសន្តិភាពនេះហើយដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសន្តិភាពនេះហើយដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់គ្នាហេតុដូច្នេះហើយបានជានៅទីណាក៏គេឃើញមានពាក្យអរគុណសន្តិភាពដាក់ព្យួរនៅគ្រប់ទិសទីដើម្បីជាការដាស់ស្មារតីប្រជាពលរដ្ឋខ្មែរឲ្យចេះស្រឡាញ់និងការពារសន្តិភាពឲ្យខាងតែបានទោះជាក្នុងតម្លៃណាក៏ដោយទី2គឺកត្តាជីវភាពប្រសិនបើប្រជាពលរដ្ឋខ្មែរគ្មានជីវភាពធូរធារគ្មានលុយចាយ
គ្មានមធ្យោបាយធ្វើដំណើរទេទិដ្ឋភាពដែលយើងបានឃើញនាពេលនេះក៏មិនអាចកើតមានបាននោះដែរប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំប្រជាពលរដ្ឋខ្មែរជាទូទៅមានជីវភាពកើនឡើងជាលំដាប់ដោយពួកគេមានផ្ទះថ្មីមានរថយន្តម៉ូតូសម្រាប់ធ្វើដំណើរព្រមទាំងមានប្រាក់បម្រុងទុកសម្រាប់ចាយវាយក្នុងពេលធ្វើដំណើរកម្សាន្តទៀតផងដំណើរកម្សាន្តរយៈពេលវែងកន្លងទៅនេះក៏បានចាក់បញ្ចូលលុយរាប់រយលានដុល្លារទៅក្នុងសេដ្ឋកិច្ចប្រជាពលរដ្ឋដែលជាម្ចាស់សន្តាគារភោជនីយដ្ឋានកសិដ្ឋានអ្នកលក់គ្រឿងឧបភោគបរិភោគនិងម្ចាស់សេវាកម្មនិងរមណីយដ្ឋានផ្សេងៗជាច្រើនទៀតរាប់ទាំងកសិករអ្នកផលិតស្រូវអ្នកដាំបន្លែនិងអ្នកចិញ្ចឹមសត្វផងដែរទី3គឺកត្តាអភិវឌ្ឍនិងបច្ចេកវិទ្យាពលរដ្ឋខ្មែរមិនថាក្មេងចាស់ប្រុសស្រីមិនថាអ្នកក្រុងឬអ្នកស្រែចម្ការនោះទេសុទ្ធតែមានទូរស័ព្ទ Smartphone ស្ទើរគ្រប់ដៃមានអ៊ីនធឺណិតប្រើស្ទើរគ្រប់គ្នានិងអាចប្រើប្រព័ន្ធបច្ចេកវិទ្យាបានគ្រប់ទិសទីពួកគេទៅដល់ទីណាក៏អាចថតរូបបង្ហោះបង្អួតគ្នាបានភ្លាមទោះជានៅក្នុងតំបន់ព្រៃភ្នំដាច់ស្រយាលយ៉ាងណាក៏ដោយក៏មានមធ្យោបាយគមនាគមន៍និងទូរគមនាគមន៍ទៅដល់គ្រប់ទិសទីនិងងាយស្រួលបំផុតដែលធ្វើឲ្យមិត្តភ័ក្តិបងប្អូននិងសាច់ញាតិហាក់នៅជាមួយគ្នាគ្រប់ពេលវេលាទោះបីជាម្នាក់នៅភាគម្ខាងនិងម្នាក់ទៀតនៅភាគម្ខាងទៀតនៃប្រទេសក៏ដោយទី4គឺជំនឿរបស់ពលរដ្ឋទៅលើរាជរដ្ឋាភិបាលខុសពីពេលមុនដែលពលរដ្ឋខ្មែរមួយចំនួននៅមានភាពរវើរវាយលើការឃោសនារបស់ក្រុមប្រឆាំងជ្រុលនិយមដែលតែងតែនិយាយមូលបង្កាច់ស្ថានភាពពិតនៅកម្ពុជាប៉ុន្តែពេលនេះប្រជាពលរដ្ឋខ្មែរទូទៅមានទំនុកចិត្តនិងភាពជឿជាក់យ៉ាងច្បាស់ថាមានតែរាជរដ្ឋាភិបាលដឹកនាំដោយគណបកប្រជាជនកម្ពុជានិងដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខដឹកនាំទេដែលអាចការពារសន្តិភាពបាននិងអាចកសាងប្រទេសឲ្យរីកចម្រើនបែបនេះបានដូច្នេះពួកគេមានភាពកក់ក្ដៅក្នុងចិត្តហើយលែងចាប់អារម្មណ៍នឹងការឃោសនាអកុសលពីសំណាក់ក្រុមប្រឆាំងជ្រុលនិយមដែលគ្មានបំណងអ្វីក្រៅពីការប៉ុនប៉ងបំផ្លាញសេចក្តីសុខរបស់ខ្មែរដើម្បីតែចង់កេងចំណេញនយោបាយតែប៉ុណ្ណោះទី5គឺការគ្រប់គ្រងបានយ៉ាងល្អជំងឺ COVID-19 ខណៈដែលប្រទេសជាច្រើនកំពុងជួបទុក្ខសោកយ៉ាងខ្លាំងដោយសារតែ COVID-19 បានចម្លងមនុស្សនិងសម្លាប់មនុស្សយ៉ាងច្រើនគួរឲ្យរន្ធត់តក់ស្លុតជារៀងរាល់ថ្ងៃនោះនៅកម្ពុជាវិញចំនួនអ្នកឆ្លង COVID-19 មានតិចតួចហើយសុទ្ធសឹងជាករណីនាំចូលទាំងអស់អ្នកឆ្លង COVID-19 ទៀតសោតក៏បានជាសះស្បើយជាបន្តបន្ទាប់ស្ទើរតែអស់ទៅហើយដោយគ្មានអ្នកណាម្នាក់ស្លាប់ដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះឡើយស្ថានភាពនេះហើយដែលបានបង្កការសប្បាយរីករាយដល់ពលរដ្ឋខ្មែរគ្មានការរំខាននិងគ្មានអារម្មណ៍ភ័យខ្លាចប្រសិនបើម៉ោងនេះកម្ពុជាកំពុងរត់រឹតដោយជំងឺ COVID-19 នោះម្លេះសំពេលនេះពលរដ្ឋខ្មែរមិនហ៊ានចេញដើរច្រើននិងគ្មានក្តីសប្បាយរីករាយបែបនេះឡើយទោះជាយ៉ាងនេះក៏ដោយក៏វិធានការនានារបស់រាជរដ្ឋាភិបាលនិងរបស់ក្រសួងសុខាភិបាលដើម្បីបង្ការការឆ្លងរាលដាលជំងឺ COVID-19 នៅតែត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនដដែលពោលគឺប្រជាពលរដ្ឋខ្មែរមិនសប្បាយភ្លេចខ្លួនពី COVID-19 ឡើយសរុបមកវិញក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរក្នុងអំឡុងពេលឈប់សម្រាករយៈពេលវែងនេះគឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថាពលរដ្ឋខ្មែរកំពុងមានសេចក្តីសុខ
និងកំពុងទទួលផ្លែផ្កាពីសុខសន្តិភាពដែលកើតមាននៅក្នុងប្រទេសយ៉ាងពិតប្រាកដក្រោមការដឹកនាំដ៏កក់ក្ដៅរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនដោយមិនអាចប្រកែកបានឡើយក្តីសប្បាយរីករាយនេះក៏ជាសញ្ញាបញ្ជាក់ផងដែរថា COVID-19 ឬ EBA មិនបានបង្កផលប៉ះពាល់ជាដុំកំភួនដល់ជីវភាពរបស់ពលរដ្ឋខ្មែរដោយការឃោសនាអកុសលពីសំណាក់មនុស្សមួយចំនួននោះឡើយផ្ទុយទៅវិញប្រជាពលរដ្ឋខ្មែរបាននឹងកំពុងរស់នៅយ៉ាងសុខសាន្តនិងក្នុងភាពសម្បូរសប្បាយខណៈពេលដែលពិភពលោកកំពុងជួបប្រទះនឹងភាពខ្ទេចខ្ទាំខាងសេដ្ឋកិច្ចនិងញោមញីដោយ COVID-19 យ៉ាងពេញទំហឹងនេះហើយជាភស្តុតាងមិនអាចប្រកែកបានដែលបញ្ជាក់ថាក្នុងសម័យតេជោសែនពលរដ្ឋខ្មែរកំពុងមានសេចក្តីសុខនិងកំពុងទទួលបាននៅការសប្បាយរីករាយដែលមិនធ្លាប់កើតមានឡើយក្នុងប្រវត្តិសាស្ត្រកម្ពុជាសំដានតេជោនៃជនល្អបុណ្យលឹកអព្យាស្ថាបនិក